ចាំនេះគាត់មានខ្នងកោងហើយគាត់ចង់ហាត់ឲ្យមើលទៅខ្នងគាត់ពើងស្អាតចឹងណាកុំឲ្យទៅដើរទៅកោងខ្នងចឹងថ្ងៃនេះយើងមកហាត់ទាំងអស់គ្នាថាមានក្បាច់គេខ្លះតតាមទាំងអស់គ្នាអូខេសម្រាប់យើងនៅជីមយើងមានបាអញ្ចឹងចឹងយើងរកកៅអីមួយមកយើងដាក់វាឲ្យមានតំណើចឹងមកហើយយើងលើកយើងធ្ងន់បន្តិចអញ្ចឹងយើងចាប់លើកមកវាមានកន្លែងឆ្នោតរបស់វាអញ្ចឹងវាអត់ប្របាអីទេអ្នកនរគ្នាពេលលើកធ្វើមិនទុកក្បាលពុះណាតែតម្លាក់ពើងខ្នងរបស់យើងចេះតម្លាក់ចោះដូចយើងតម្លាក់ចោះវិញពើងធំអប់ខ្នងយើងអប់ខ្នងយើងមិនមែនអប់ចង្កេះណាអប់ចង្កេះឈឺចង្កេះវិញទេធ្វើម៉េចខ្នងរបស់យើងវើកខំខ្នងដើម្បីឲ្យទម្ងន់ហ្នឹងទាញស្មាយើងចោះជាមួយនឹងដុំគីឡូយើងយក2គីឡូកន្លះសិនទៅយើងមានកៅអីអង្គុយយើងអង្គុយមកពើងធំតិចអញ្ចឹងយើងដាក់ដាំបែចិត្តគ្នាមកយើងបើកកែងដៃយើងមកឲ្យខ្នងយើងអប់ចូលគ្នាអញ្ចឹងណាបជាពីខ្នងយើងនិយាយទៅដៃយើងគ្រាន់តែទប់ដុំគីឡូឯងឲ្យឆ្អឹងខ្នងរបស់យើងបើកយើងឆម្ដងយើងកាន់ដុំគីឡូដដែលចំណងគ្នាឆចេះមកចំហស្មើនឹងឆ្អឹងតាគៀបរបស់យើងជើងយើងដាក់ដាំបែជាអក្សរ A តម្លាក់ធ្វើម៉េចតូចគូទឹកក្រោយត្រឹមជង្គង់របស់យើងហើយយើងពើងប្រើស្មារបស់យើងអប់ខ្នងចូលគ្នាតម្លាក់ទុបហើយយើងអប់ខ្នងចូលគ្នានិយាយទៅបជាតែពីខ្នងរបស់យើងបានហើយយើងធ្វើបាន20ដងឬក៏30ដងណាធ្វើម៉េចឲ្យពើងត្រង់ឡើងគេយើងអាចរកដៃចាប់ចេះមកវាស្រួលទីអញ្ចឹងណាអេនិយាយតឡាត់ណាអាចដាក់2កម្មអីចឹងឬក៏3កម្មក៏បានដែរគាត់ថាស្រីៗយើងមិនដាក់3កម្មយើងស្ងួនបន្តិចចឹងដាក់2កម្មសិនទៅអូខេតោះចាំមកទុកខ្លួនជាប់យើងប្រើកែងដៃយើងរៀងលើកឡើងតិចមកអប់ខ្នងចូលគ្នាជាពីខ្នងយើងទៅលកក៏ដែរជាប់ដូចគ្នាគាត់ចង់កែខ្នងឲ្យមើលទៅពើស្អាតចឹងណាចឹងកុំភ្លេចអនុវត្តទាំងអស់គ្នាហើយបើបងកុំភ្លេចចូលចុច like page បងអូនផងដើម្បីគាំទ្រវីដេអូកូនខ្មែរទាំងអស់គ្នាជួបគ្នានៅវីដេអូបន្ទាប់បាយបាយ